គ្រាន់តែយើងផ្លាស់ប្ដូរស្លៀកពាក់ឲ្យបានសមរម្យស្អាតបានបន្តិចជីវិតរបស់យើងនឹងផ្លាស់ប្ដូរមួយកម្រិតហ្មងមិនបានខ្ញុំនិយាយអញ្ចឹងពីព្រោះអីពេលដែលយើងចេញទៅក្រៅអ្នកដតីនឹងមើលឃើញមុនទៅព្រមគេគឺការស្លៀកពាក់របស់យើងនឹងឯងអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមស្លៀកពាក់ឲ្យបានស្អាតបានសមរម្យវានឹងឆ្លុះបញ្ចាំងប្រាប់គេថាយើងជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះខ្លួនឯងថែទាំស្រឡាញ់ខ្លួនឯងបែបណាហើយអីដែលសំខាន់យើងឲ្យតម្លៃខ្លួនឯងបែបណាហើយការតែងខ្លួនឲ្យបានស្អាតបានសមរម្យនេះយើងមិនចាំបាច់តាចំណាយទៅលើតែអវ៉ាន់ប្រេនថ្លៃមានមាសមានពេជ្រពេជ្រជ្រេចខ្លួនបានមើលឃើញស្អាតទេប៉ុន្តែវាគឺជា energy មួយនៅពេលផឹកព្រលឹមឡើងយើងងើបត្រូវចេញទៅណាមួយយើងរើស outfit របស់យើងអុតវាឲ្យបានស្អាតបាតបាញ់ឲ្យក្លិនក្អូបសឹកសក់ឲ្យបានរៀបរយការអើយនេះកញ្ចក់របស់យើងស្រីកញ្ចក់យើងដោះខាត់ឲ្យបានស្អាតបាតមិនលាបក៏បានដែរគ្រាន់តែយើងកញ្ចក់មើលទៅវាអត់មានដីអត់មើលមកក្រិចហើយនៅពេលដែលយើងធ្វើបែបហ្នឹងយើងនឹងមានកម្លាំងចិត្តមានភាពជឿជាក់នៅលើខ្លួនឯងហ្មងរបៀបមួយថ្ងៃហ្នឹងយើងដើរទៅណាក៏យើងស្ពាយអាភាពជឿជាក់ភាពស្ពាយកម្លាំងចិត្តនឹងទៅជាមួយយើងហើយ energy ដែលយើងមាននៅក្នុងខ្លួននេះពេលដែលយើងទៅណាអ្នកដតីនឹងចាប់ផ្ដើមចូលចិត្តទុកដាក់មួយយើងគេថែទាំយើងគេវាល្អប្រសើរជាងមុនណាជឿខ្ញុំមិនថាប្រុសមិនថាស្រីមើលពេលដែលយើងស្លៀកពាក់របៀបថាខោមិនខោអាវមិនអាវវាមាន 90% ហើយដែរគេនឹងមើងងាយយើងគេនឹងអត់ឲ្យតម្លៃមកយើងប្រកាសជានៅអាចុងក្រោយពូជរបស់គេជំរឿចុងក្រោយរបស់គេបើសិនជាអ្នកគ្នាសាក់ទៅទិញអីក៏ដោយវាមានមនុស្ស 90%នឹងមើលមកយើងគឺបែបហ្នឹងហើយវាអត់មានអីខាតបង់ទេនៅពេលដែលយើងចាប់ផ្ដើមចាយទុនឬក៏ invest ទៅលើខ្លួនឯងហ្នឹងវាមិនត្រឹមតែធ្វើឲ្យអ្នកដទៃគេធ្វើល្អជាមួយយើងល្អប្រសើរជាងមុនមួយកម្រិតទេណាវាធ្វើឲ្យផ្លូវចិត្តរបស់យើងល្អប្រសើរជាងមុនឆ្ងាយយើងរបៀបថាស្រឡាញ់ខ្លួនឯងឲ្យតម្លៃខ្លួនឯងជាងមុនមកព្រោះអីយើងថែទាំខ្លួនឯងបានល្អមែនទែន